យើងជីវិតគឺជារបស់ដែលធម្មជាតិប្រគល់ឲ្យវាស្រេចតែយើងប្រើវាក្នុងផ្លូវល្អឬអាក្រក់ប៉ុណ្ណោះទឹកចិត្តដែលល្អប្រៀបបីដូចជាព្រះព្រហ្មដែលស្ថិតនៅក្នុងខ្លួនមនុស្សគឺមេត្តាករុណាមុទិតានិងឧបេក្ខាអ្នកណាប្រមាថភ្លេចខ្លួនក៏ដោយចោះយើងកុំប្រមាថអ្នកណាដេកលក់សប្បាយក៏ដោយចោះយើងព្យាយាមដឹងខ្លួនអប់រំចិត្តទូមានចិត្តបុគ្គលឆ្លាតយល់ដល់រឿងនេះហើយរមែងស្ទុះលឿនទៅមុខដូចជាសេះជើងល្អរត់ចោលសេះខ្ចោជើងដូច្នោះឯងត្រីរស់ក្នុងទឹកព្រមហែលបញ្ច្រាស់ទឹកជានិច្ច